ទស្សនៈបងប្អូនថ្ងៃនេះមុខឆាស្ដាយផ្ដោសជាមួយស្លឹកឆាយមានលាយតង់វីតៅហ៊ូផងឈាមឈូកផងសាច់ឈូកច្រាមទៀតអូឆាដល់ពេលឆាមានសាច់មានបន្លែគ្រប់មុខទេនិយាយថាជាតិណាបងប្អូនឆ្ងាញ់ចូលចិត្តណាស្ដាយផ្ដោសហើយស្លឹកឆាយចឹងពេលឆាចេះឈ្ងុយបងប្អូនទិញបានពោះត្រីសាម៉ុនល្អបងប្អូនខ្ញុំទិញយកមកទុកស្លខ្លះហើយយកទៅប្រឡាក់ប្រៃផ្អែមមានថែមម្ទេសកូរ៉េឲ្យវារៀងក្រហមហើយពេលចៀនខ្ញុំបន្ថែមជាមួយនឹងម្សៅឆាបងប្អូនប្រឡាក់វាពេលយើងចៀនទៅកុំឲ្យវាបែកនិយាយថាពណ៌ល្អមែនតើបងប្អូនហើយពោះត្រីនឹងរៀងខ្លាញ់តិចតែយើងញ៉ាំជាមួយបន្លែបងប្អូនឆ្ងាញ់ធ្លាប់តែយកត្រីម្ដែងយកទៅអាំងញ៉ាំបងប្អូនអត់ដែរយកទៅបំពងតែលើកនេះចង់យកទៅលាយម្សៅបំពងហើយពេលបំពងបងប្អូននិយាយថាស្រួយល្អហើយអត់បែកទៀតហើយនិយាយពេលញ៉ាំជាមួយនឹងបុកអំពៅខ្ចីបងប្អូនណានិយាយថាជាតិណាឆ្ងាញ់ថ្ងៃនេះមកឆាគ្រឿងសាច់គោបងប្អូនលាយជាមួយនឹង100ស្ទប់ខ្លះទៅហើយខ្ញុំដាក់ម្សៅល្មៀតនេះទៅចង់ហោះរៀងលឿងមែនតើបងប្អូនហើយមានត្រប់ស្រួយខ្ទឹមប្រាំងហើយខ្ញុំដាក់ម្ទេសខ្លះចឹងបងប្អូនមានអីគួរឲ្យចង់ញ៉ាំសម្លការីសាច់គោបងប្អូនរាល់ដងខ្ញុំស្លជាមួយនឹងសាច់មាន់តែថ្ងៃនេះចង់ស្លមួយសាច់គោហើយនិយាយថាពណ៌ល្អណាស់បងប្អូនពេលយើងដាក់ការ៉ុតមានដលងប្រាំងជាមួយនឹងខ្ទឹមប្រាំងនិយាយថាពណ៌ហើយគួរឲ្យចង់ញ៉ាំសាច់គោអាំងទឹកហុកបងប្អូនទិញសាច់គោពីដុំពី Costco មកចឹងខ្ញុំហាន់ចំណិតតិចតួចទៀតទៅខ្ញុំយកមកអាំងនៅក្នុងប្រទេសដែរហើយញ៉ាំជាមួយនឹងទឹកហុកថ្មីចេះឆ្ងាញ់ហើយបន្លែមានតែប៉ុណ្ណេះបងប្អូនតែឆ្ងាញ់បើបានបន្លែដូចរបៀបនៅស្រុកខ្មែរច្រើននេះគឺថារឹតតែឆ្ងាញ់ទៀតថ្ងៃនេះខ្ញុំមកបុកត្រប់ពុតញោមបងប្អូនហិលជូរប្រៃឆ្ងាញ់ហើយងាយខ្ញុំដាក់តែស្ករសអំបិលទឹកប្រហុកហើយទឹកអំពិលទុំបងប្អូនហើយដាក់លាយចូលគ្នាទៅយើងញ៉ាំជាមួយនឹងសាច់ឆ្អឹងជំនីជ្រូកអាំងដឹងថាអស់បាយច្រើនហើយបងប្អូនម្ហូបឆាម្រះពងមាន់នេះងាយបងប្អូនខ្ញុំយកតែពងមាន់3ខ្ញុំយកទៅឆាវាឲ្យវាឆ្អិនមកល្មមហើយយកចេញហើយយើងដាក់ម្រះចូលឆាវាឲ្យវារៀងទន់មកល្មមហើយបានយើងដាក់ពងមាន់លាយស្ករសម្សៅស៊ុបមាន់ហើយយើងដាក់ប្រេងខ្យងចូលនេះរួចរាល់ហើយបងប្អូនហើយនិយាយថារសជាតិឆ្ងាញ់សម្រាប់បងប្អូនដែលចូលចិត្តល្វីងនេះត្រូវទេបងប្អូននេះមកស្ងោស្ពៃបុកឆយជាមួយសាច់ជ្រូកច្រាមហើយខ្ញុំលាយជាមួយនឹងផាត់ត្រីគ្រប់មុខដែរព្រោះឲ្យកូនប្រុសខ្ញុំគាត់ចូលចិត្តបងប្អូនហើយផាត់នេះងាយខ្ញុំទិញពី Walmart មកចាប់ឲ្យដូចជា7 8រៀលបងប្អូនយើងលាយជាមួយគ្នាមានការ៉ុតចេះមើលទៅគួរឲ្យចង់ញ៉ាំស្លមកជូរតម្លៃពេញប៉ោះបងប្អូនហើយតម្លៃនេះពីកន្លែងកក់មកហើយខ្ញុំចូលចិត្តឆាបគីឲ្យវាចូលជាតិហើយបាទខ្ញុំដាក់លាយចូលជាមួយនឹងពេញប៉ោះទូចយើងបន្ថែមម្ទេសហិលពេញញ៉ល់បងប្អូនហិលតែគ្រាន់ថាអត់មានជីមានតែស្លឹកខ្ទឹមហើយវាថាពណ៌មើលទំនងឆ្ងាញ់ណាស់បងប្អូនដែលខ្ញុំជាមួយខ្ញុំចូលចិត្តញ៉ាំស្ដៅល្វីងបងប្អូនទិញពីប៉ោះថ្ងៃមុនអញ្ចឹងនៅសល់ពីខ្ញុំស្លម្ជូរគ្រឿងផងពីប៉ោះទឹកត្រីផងហើយថ្ងៃនេះយកមកញ៉ាំស្ដៅសាច់ជ្រូក3ជាន់យើងលាយទឹកសក់មានជីដាក់ម្ទេសហិលបងប្អូនឆ្ងាញ់សម្រាប់បងប្អូនណាដែលចូលចិត្តល្វីងត្រូវណាបងប្អូនចូលចិត្តញ៉ាំពេញប៉ោះទូចណាបងប្អូនឃើញពណ៌វិញក៏មើលទៅទំនងឆ្ងាញ់ដែរថ្ងៃនេះមកធ្វើទឹកត្រីពេញប៉ោះហើយយកមកញ៉ាំជាមួយនឹងត្រីចៀនបងប្អូនឃើញពណ៌ឡើងល្អមែនតើហើយបន្ថែមមកប្រេងអូលឹកទៀតរឹតតែឆ្ងាញ់ហើយខ្ញុំស្លជាមួយនឹង Seri បងប្អូនព្រោះខាងរត់ខ្ញុំពិបាករកតគួនអញ្ចឹងទៅខ្ញុំស្លតែ Seri ហើយយើងលាយកូនពីប៉ោះទូចៗបងប្អូនទិញពី Costco មកនិយាយល្អអញ្ចឹងទៅខ្ញុំយកដាក់មកលាយខ្លះអញ្ចឹងឆ្ងាញ់ថ្ងៃនេះទៅផ្សារគឺលក់មាន់ទាំងមូលមួយតែ$5ជាងហើយមកយកមកចំហៀងយកទៅប្រឡាក់គ្រឿងវាទៅហើយខ្ញុំយកទៅអាំងហើយយើងញ៉ាំជាមួយនឹងទឹកត្រីហើយមានជីមានទឹកសក់សាឡាត់ហើយមាន់នេះទូចបងប្អូនមាន់អាកាំងតែឆ្ងាញ់បើយើងយកមាន់ធំពេកក៏អត់សូវឆ្ងាញ់ដែរចិត្តញ៉ាំស្លប្រហើបងប្អូនទៅផ្សារទៅចង់បាននោមតែអត់មាននោមអញ្ចឹងខ្ញុំដាក់ផ្លែស៊ូជំនួសហើយបានល្ពៅនិយាយថាល្អមែនតើខ្ញុំស្ងោរត្រី2ហើយយកមកបុកកុំឲ្យវាម៉ត់ពេកហើយខ្ញុំដាក់លាយមានបន្លែស៊ូគីនីមានផ្សិតតែមានផ្សិតបញ្ចូលដែរបងប្អូនអញ្ចឹងយើងមានបន្លែយើងស្លតាមហ្នឹងក៏ឆ្ងាញ់ដែរខ្ញុំដាក់ជាមួយនឹង spinach និយាយថាជាតិណាបងប្អូនយើងស្ងោរមួយត្រីបុកចេះរសជាតិគឺថាឆ្ងាញ់
ในมุกชาปลายขบมุกมวยนังสะชุมแชมเมียนปะเกียได้บาวตุตะเกาะมาบองโอนปลายซอจราต้องไปสู่ที่นี่เมียนสัตเมียนสดายปรังให้บองโอนให้เมียนต้องไปเชสนาให้บายังตุกอยู่ตั้งไปโคชได้จังโยมาชาขบมุกจังช่าง